តែយើងមានលុយ100ជាកម្មសិទ្ធិរបស់យើងប្រសិនបើយើងរំលែក10រៀលឲ្យទៅអ្នកដទៃយើងសល់90ប៉ុន្តែស្រាប់តែយើងចង់បានរបស់គេយើងទៅលួច10ពីគេមកវិញសួរថាតើដើម្បីកុំឲ្យចម្ពាក់ចម្ពិនបើឲ្យហើយយើងលួចរបស់គេមកពង្គ្រប់របស់ពួកយើងវិញតដែលសួរថាតើការឲ្យរបស់យើងនឹងបានប្រយោជន៍ទេមិនបានប្រយោជន៍ទេសុខចិត្តកុំឲ្យដើម្បីកុំឲ្យមានឈ្មោះលួចរបស់គេយើងរក្សាទុក100នឹងត្មងទៅជារបស់យើងប៉ុន្តែបើមនុស្សចេះនៅក្នុងការឲ្យទានវិញណាយើងមានចិត្តល្អឲ្យគេ10រៀលមានគេបច្ចេកឲ្យយើងទៅលួចគេ10រៀលមកវិញយើងនិយាយទៅកាន់គេវិញថារឿងអីខ្ញុំត្រូវទៅលួចគេ10រៀលមកបំពេញវិញសូម្បីតែលើខ្ញុំមានស្រាប់ខ្ញុំឲ្យទៅគេទៅហើយរឿងអីខ្ញុំត្រូវទៅលះលហាមទៅលួចរបស់គេមកវិញនេះគឺជាអ្នកចេះធ្វើទានពីព្រោះទិសដៅនៃការធ្វើទានគឺជាការលះបង់នៅការជាប់ចម្ពាក់ហ្នឹងហើយអញ្ចឹងមិនមែនឲ្យតែឈ្មោះនៃការឲ្យលុយច្រើនអំណោយដែលឲ្យទៅសិតតែជាមេរៀនទានដែលមនុស្សនោះចេះធ្វើទេពីព្រោះការឲ្យទានគឺជាការលះនៅសេចក្តីជាប់ជំពាក់អាលួចគេហ្នឹងគឺជាការជាប់ជំពាក់នឹងទ្រព្យរបស់គេចុះបើទ្រព្យខ្លួនឯងដែលមានស្រាប់យើងហ៊ានលះទៅឲ្យរឿងអីចាំបាច់ទៅលួចរបស់គេណាយល់ទេញោមអាបញ្យល់អញ្ចឹងហ្នឹងហើយអញ្ចឹងការដែលចេះឲ្យទានពាក្យថាចេះឲ្យទានណាដែលពុទ្ធបង្រៀនចេះហ្នឹងគឺចេះលះការជាប់ជំពាក់របស់ដែលមាននៅក្នុងដៃស្រាប់យើងហ៊ានប្រលេះឲ្យគេទៅហើយរឿងអីរបស់នៅក្នុងដៃគេសោះយើងទៅគៀបពីគេមកវិញវាអត់ធ្វើទៅរួចធ្វើទៅមិនរួចទេនេះប្រសិនបើជាអ្នកនោះចេះឲ្យទានដោយពិតប្រាគាត់អញ្ចឹងការឲ្យនឹងទំនងជាឲ្យដើម្បីមុខមាត់ឬក៏ដើម្បីស្អីទៀតអញ្ចឹងហើយបានត្រូវទៅរកស្អីបំពេញមកវិញដោយអំពើទុច្ចរិតនឹងវាមានច្រើននៃអញ្ចឹងហើយបានជាទាននឹងវាមានទានមានផលច្រើនមានទានមិនសូវមានផលអីចឹងនឹងចឹងហ៎ក្រៅពីការឲ្យទានរៀនលះអញ្ចឹងទៅដើម្បីអីដើម្បីចម្រើនចិត្តនឹងឲ្យវាស្រឡះចិត្តនឹងឲ្យវាស្រាលរបស់ដែលវាហោះរួចតលតែរបស់ស្រាលញាតិញោមវាមិនមែនចិត្តមនុស្សចិត្តទៅកើតឋានសួគ៌ដោយអត់ហេតុទេពីព្រោះនៅពេលដែលមុននឹងលាចាកលោកនេះមនុស្សមិនមែនអត់ចិត្តទេចិត្តនៅតែមានរហូតទៅដល់ពេលស្លាប់អញ្ចឹងបើចិត្តជាប់ចម្ពាក់មានន័យថាចិត្តនឹងធ្ងន់ចិត្តនឹងស្អិតយើងមើលថាដើរទៅជាប់ជួរស្អិតដកមិនរួចទេណាតែបើវាលះដាច់របស់នឹងស្រាលណាមិនធ្ងន់របស់នឹងស្រាលអញ្ចឹងរបស់ស្រាលអាចហើរទៅលើបានយ៉ាងណាមិញទម្ងន់ចិត្តរបស់យើងដូចគ្នាអញ្ចឹងដែលធ្ងន់គ្មានអីជាងបាបទេក្នុងโลกនេះព្រះពុទ្ធពិចារណារកមិនឃើញថាស្អីដែលធ្ងន់ជាងបាបហើយក្នុងโลกនេះក៏គ្មានស្អីដែលស្រាលជាងបុណ្យដែរធម្មជាតិដែលអាចយឹតយោងសត្វលោកទៅខ្ពស់ឡើងគឺដោយសារបុណ្យធម្មជាតិដែលបន្លិចសត្វលោកឲ្យកាន់តែជ្រៅទៅគឺបាបអញ្ចឹងសត្វដែលអាចស្លាប់ទៅហើយបដិសន្ធិក្នុងឋានខ្ពស់បានមកពីចិត្តនឹងស្រាលវាមិនមានការជាប់ជំពាក់ឃើញទេដូចជាលោកអនាថបណ្ឌិកសិទ្ធិលោកអនាថបណ្ឌិកសិទ្ធិនៅពេលដែលគាត់ជិតស្លាប់ព្រះអានន្ទនិងព្រះសិរីបុត្រទៅសួរសាកសួរសុខទុក្ខទៅសួរអំពីទុក្ខវេទនាដែលកើតឡើងអញ្ចឹងទៅលោកសួរថាតើក្នុងខ្លួននឹងមានការធូរថយទេគាត់ថាឈឺខ្លាំងឡើងចាក់ដោតសក់កន្លែងទាំងអស់អញ្ចឹងអរិយបុគ្គលក៏លោកឈឺដូចតែយើងអញ្ចឹងណាវាអត់មានថាអរិយបុគ្គលអត់ឈឺអត់ទេឲ្យតែនៅមានជីវិតឈឺធម្មតាអញ្ចឹងប៉ុន្តែព្រះសិរីបុត្រលោកពន្យល់អំពីការមិនប្រកាន់រូបមិនប្រកាន់វេទនាសញ្ញាសង្ខារវិញ្ញាណអញ្ចឹងទៅតាមនៃអភិធម្មថាជាខ្លួនថាជាតួខ្លួនអញ្ចឹងទៅគាត់យំស្ដាយតែយំទៅព្រះអនន្តសួរថាម៉េចបានលោកសេដ្ឋីយំលោកស្ដាយអីឬស្ដាយទ្រព្យសម្បត្តិឬតើទេអត់មានស្ដាយអីទេទ្រព្យសម្បត្តិទៅស្ដាយអីប៉ុណ្ណឹងខ្ញុំកណាធ្លាប់អស់ច្រើនជាងហ្នឹងនេះនឹកចេះធ្វើទានចិត្តដូចគាត់អញ្ចឹងណាពីព្រោះគាត់ធ្លាប់ធ្វើទាននឹងវាច្រើនជាងអាទ្រព្យសម្បត្តិដែលនៅអញ្ចឹងអាទ្រព្យសម្បត្តិនៅនោះក៏អត់មានជាប់ជាពាក់អីទេពីព្រោះអារបស់មានស្រាប់ហ្នឹងគាត់លះអស់បាត់ហើយណាអាមានពីមុនមកគាត់លះអស់ច្រើនជាងអានៅនឹងទៅទៀតរឿងអីទៅជាប់ជាមួយអានៅប៉ុណ្ណឹងបើពីមុនគាត់អស់ច្រើនជាងហ្នឹងមកគាត់មិនស្ដាយផងឃើញទេវាធ្វើឲ្យចិត្តស្រឡះនឹងមេរៀនទាននឹងវាចូលទៅដល់ចំណុចតំណឹងញាតិញោម
នឹងចិត្តចិត្តស្រឡះអត់ខ្វល់ជាមួយទ្រព្យសម្បត្តិដែលនៅនឹងទេដឹងតែដំណើរជីវិតរបស់ខ្លួនត្រូវតែទៅហើយអញ្ចឹងលោកស្ដាយកូនប្រពន្ធស្ដាយអីណានៃដឹងថាទេអាហ្នឹងក៏អត់ស្ដាយហើយជិះស្ដាយជីវិតហ្នឹងដែលត្រូវស្លាប់ហ្នឹងឬថាហ្នឹងក៏អត់ស្ដាយដែរជិះស្ដាយអីតែស្ដាយវាមិនបានស្ដាប់ធัวហ្នឹងធัวពិចារណាអញ្ចឹងធัวពិចារណាពីខណ្ឌពីអីអញ្ចឹងអត់ដែលបានស្ដាប់សោះពីព្រោះដំបូងឡើយព្រះអង្គទ្រង់ជ្រាបថាក្រហោះហ្នឹងបញ្ហាច្រើនណាស់មិនអាចនិយាយរឿងធัวជ្រៅជ្រៅអីបានទេអត់មានពេលរៀនពេលសូត្រអីអញ្ចឹងព្រះអង្គប្រាប់តែពួកភិក្ខុប៉ុន្តែអ្វីៗមិនមែនព្រះអង្គមិនជ្រាបទេព្រះអង្គជ្រាបទល់តែមានអ្នកសនោមពរទៅចាំព្រះអង្គបរៀនណាអញ្ចឹងទៅគាត់ក៏ប្រសនោមពរឲ្យព្រះអង្គពង្រៀនដល់ពួកពុទ្ធបរិស័ទផងពីធัวអភិធម្មអីហ្នឹងហ្នឹងហើយដល់ពេលគាត់ស្លាប់ទៅយប់ហ្នឹងស្លាប់ទៅបដិសន្ធិនៅក្នុងឋានទី4តុសិតភពប្រមាលមើលសម្បត្តិរបស់ខ្លួនឯងអញ្ចឹងបានស្មាចង់បញ្យល់ថាហេតុអីបានជាមនុស្សហ្នឹងស្លាប់ទៅអាចបដិសន្ធិឋានខ្ពស់ម្លេះដូចមកបញ្យល់មិញអញ្ចឹងថារបស់ដែលអាចអណ្ដែតទៅលើបានគឺទោះតែកុំធ្ងន់ណារបស់ហ្នឹងទោះតែរបស់ស្រាលស្អាលហើយវាអត់ស្អិតណាវាមិនស្អិតហើយស្រាលកម្លាំងកុសលហ្នឹងអាចរុញបានហ្នឹងតែបើធ្ងន់អត់បានរុញមិនរួចទេហ្នឹងចឹងកម្លាំងកុសលហ្នឹងដូចដង្ហែលយន្តហោះចឹងណាឬកម្លាំងកុសលហ្នឹងដូចជាភ្លើងដែលវារុញខ្យល់កោមចឹងណាអញ្ចឹងដល់តែរបស់ហ្នឹងកុំធ្ងន់ណាកម្លាំងភ្លើងដែលវារុញខ្យល់ឡើងហ្នឹងវាខ្លាំងបានហើយវិញយើងបតោកដុំថ្មមួយទៀតណាហោះរួចទេអត់ទេនឹងតំនាញផែនដីវាទាញមកវិញបាត់នឹងចឹងដូច្នេះចិត្តរបស់អនាថបណ្ឌិតហ្នឹងអត់វាអត់ធ្ងន់ពេលហ្នឹងហើយអត់ស្អិតអត់ធ្ងន់មានន័យថាខណៈហ្នឹងអត់មានបាបដតីដល់តែថាមិនស្អិតអត់មានលោភៈជាប់ជំពាក់នឹងជីវិតឬថាជាប់ជំពាក់នឹងទ្រព្យសម្បត្តិទេអញ្ចឹងស្រឡះព្រឹកបដិសន្ធិក្នុងតុសិតភពប្រមាលមើលសម្បត្តិខ្លួនឯងសពគ្រប់ចឹងទៅបានដឹងថាបុណ្យនឹងបានដោយសារអីដឹងភ្លាមដឹងថារឿងនឹងមកពីរឿងអាត្មាអញបានបរិច្ចាគទ្រព្យសម្បត្តិនឹងធ្វើជាប្រយោជន៍ដល់អ្នកល្អណាមនុស្សល្អឫស្សីល្អអីសីល្អលោកហៅភិក្ខុសង្ឃហៅថាអីសីអីសីហ្នឹងគឺជាឈ្មោះនៃអ្នកដុតកម្ដៅកិលេសហ្នឹងហើយក៏អនុមោទនាខ្លួនឯងសារជាថ្មីម្ដងទៀតអញ្ចឹងទ្រព្យសម្បត្តិដែលអញនៅជាមនុស្សនោះបានលះបង់ទៅគឺពិតជាលះបង់ដោយត្រឹមត្រូវពីព្រោះបើអញមិនលះបង់នៅពេលដែលស្លាប់ក៏គង់តែអស់ដូចគ្នាឃើញទេតែស្លាប់ទៅចប់ហើយទ្រព្យសម្បត្តិហ្នឹងមានអីណាទៀតប៉ុន្តែដល់តែបានលះហើយបានយើងលាចាកពីលោកនេះដូចគ្នានឹងយើងជញ្ជូនទ្រព្យចេញពីផ្ទះលក់ទៅជាលុយទៅតាមខ្លួនអញ្ចឹងហើយបើថាស្អីនៅក្នុងផ្ទះទាំងអស់ដល់ពេលអស់សិទ្ធពីផ្ទះហ្នឹងគឺដេញចេញពីផ្ទះឬក៏ផ្ទះត្រូវភ្លើងឆេះអស់អាហ្នឹងចប់ជាមួយគ្នាអញ្ចឹងដែរនឹងអញ្ចឹងហើយដល់ពេលត្រឡប់មកវិញគាត់ចុះមកវិញហ្នឹងអត់បានទៅមើលឃ្លាំងគាត់អត់បានទៅមើលទ្រព្យសម្បត្តិដែលនៅសល់វាអត់មានអាល័យអីបន្តិចទៀតណាវាអត់មានអាល័យអីកន្លែងហ្នឹងគាត់មកវត្តឯណាមកឃើញកន្លែងគាត់ដាំពូជឯណាគាត់ដាំពូជបនគាត់នៅវត្តហ្នឹងឯងនឹងពន្លឺភ្លឺស្វាងចូលមកព្រះសម្មាសម្ពុទ្ធភ្លឺពេញវត្តចេតពុនហ្នឹងឯងនេះស្មាគ្រាន់តែបញ្ជាក់ថារឿងទានហ្នឹងមិនមែនជាពាក្យសាមញ្ញធម្មតាឡើយគឺជាប្រធាននៃបារមីណាជាប្រធាននៃបារមីជាបារមីទី1ហើយក៏ជាការផ្ដើមដំបូងក៏ជាបារមីដែលមានអំណាចជាងគេនឹងចឹងហើយមិនមែនគ្រាន់តែឃើញទ្រង់ទ្រាយតែមនុស្សចេះឲ្យលុយតអ្នកដតីចេះប៉ុណ្ណឹងឈ្មោះតែចេះឲ្យទានទេណាចេះប៉ុន្តែយើងហៅថាចេះក៏ប៉ុន្តែទានខ្លះវាខ្វះបញ្ញាទានខ្លះអាចថាជាទានប្រព្រឹត្តទៅនៅក្នុងវត្តដាក់ឬក៏ទានខ្លះនៅក្នុងហីនទានចឹងហើយបានជាក្នុងក្រន់តែការធ្វើទានហ្នឹងត្រូវរៀនឲ្យដឹងគោលដៅថាតើ
ចំណុចត្រឹមតែការធ្វើទានហ្នឹងហេតុអីបានជាទានហ្នឹងអាចញ៉ាំងបុគ្គលម្នាក់ឲ្យត្រាស់ដឹងបានឃើញទេអញ្ចឹងទានហ្នឹងវាមានទេសទានវាមានសហាយទានវាមានសាមីទានវាមានច្រើនអញ្ចឹងនឹងអញ្ចឹងយើងរៀនលះពីព្រោះតែពេលយើងស្លាប់ទៅពេលលាចាកលោកនេះទៅមិនមែនត្រឹមតែទ្រព្យសម្បត្តិមិនមែនត្រឹមតែញាតិមិនមែនត្រឹមតែរបស់របរខាងក្រៅសូម្បីតែដៃជើងសូម្បីតែជីវិតក៏ត្រូវតែអស់អញ្ចឹងបើយើងមិនដែលហ៊ានលះបង់អីសោះនៅពេលដែលដឹងសេចក្តីស្លាប់មកដល់សួរថាតក់ស្លុតយ៉ាងម៉េចតើវាជាប់ជាពាក់យ៉ាងម៉េចឃើញទេអញ្ចឹងបានជាអ្នកមិនដែលចេះឲ្យទានសោះនោះដូចជាអនន្តសេដ្ឋីឃើញទេឬក៏ដូចជាតោតយព្រាមហ្នឹងគាត់សិទ្ធិជាព្រាមមានទ្រព្យច្រើនណាគាត់បង្រៀនកូនគាត់ថាកុំត្រូវឲ្យស្អីទាំងអស់ពីព្រោះសូម្បីតែឆ្នាំបតក់ភ្នែកគេឲ្យម្ដងបតក់គង់តែអស់យ៉ាងណាកុំឲ្យអសោះត្រូវពូនទ្រព្យសម្បត្តិនឹងឲ្យច្រើនដូចជាដំបូកដូចជាកឌីអញ្ចឹងគាត់ព្រានអញ្ចឹងដូចជាខ្មុំអញ្ចឹងហើយជីវិតគាត់មានរស់យូរមែនអាយុ50 60 70ហ្នឹងស្លាប់ហើយទ្រព្យសម្បត្តិហ្នឹងមានតែណាទៅកូនហើយដោយអំណាចអាចិតស្អិតនេះស្អិតនឹងទ្រព្យហ្នឹងវាអត់ទៅណាមកកាត់ជាឆ្កែនៅក្នុងផ្ទះហ្នឹងឯងអានេះយើងមើលព្រាហ្មណ៍មហាសាលដែលធ្លាប់មានកិត្តិយសងាប់ព្រឹបមកកាត់ជាឆ្កែអញ្ចឹងដោយអំណាចអីដោយអំណាចចិត្តវាជាប់ជំពាក់ព្រោះអីបានជាជាប់ជំពាក់មកមិនដែលរៀនព្រាត់មិនដែលរៀនបែកមិនដែលរៀនលះឃើញទេអញ្ចឹងមេរៀនទានជាមេរៀនល្អណាស់ញាតិញោមធ្វើឲ្យមនុស្សចេះចែករំលែកសេចក្តីសុខដល់អ្នកដទៃជាពិសេសឲ្យខ្លួនឯងនឹងមានចិត្តស្រាលទាំងក្នុងការរស់នៅស្រាលទាំងពេលលាចាកលោកនេះមិនយូរប៉ុន្មានឡើយយើងនឹងលះទាំងអស់គ្នាទាំងអាត្មាទាំងញាតិញោមដូច្នេះជាមួយនឹងជីវិតនឹងវានៅក្នុងការកើតចាស់ឈឺស្លាប់នឹងហើយបានជាប្រពុតនឹងខំបង្រៀនណាបង្រៀនអំពីវិធីដែលយើងត្រូវតទល់ជាមួយនឹងចាស់ឈឺស្លាប់នឹងប្រពុតអត់មានចង់មកធ្វើបាបយើងអីបន្តិចបន្តួចទេប្រពុតអត់មានមាត់ច្រើនអីចាំមើលបរិភោគរបស់យើងទេប៉ុន្តែព្រះអង្គឃើញវិធីដ៏ល្អសម្រាប់យើងដើម្បីឲ្យចិត្តយើងស្រឡះនៅពេលដែលយើងលាចាកលោកនេះសេចក្តីទុក្ខវាមិនតាមទៅទៀតនៅក្នុងជាតិខាងមុខពីព្រោះជីវិតគ្រាន់តែជាកន្លែងសម្រាប់មួយពេលតែប៉ុណ្ណោះដំណើរក្នុងសង្សារវដ្តត្រូវតែមានជាបន្តទៅទៀតយើងត្រូវដឹងថាបញ្ហាដែលយើងដោះមិនចប់នៅក្នុងជាតិនេះមិនមែនទៅតែកើតមានឥឡូវហ្នឹងទេវាមិនចប់តាំងពីជាតិមុនមកម្ល៉េះហើយបើឥឡូវហ្នឹងយើងមិនរៀនដោះស្រាយយើងមិនរៀនលះពីឥឡូវហ្នឹងទេត្រូវដឹងថាអ្វីដែលជាសកម្មភាពបច្ចុប្បន្នវានឹងផលិតបញ្ហាស្មុគស្មាញនៅក្នុងភពខាងមុខទៀតដោយពិតប្រាកដនឹងធម្មកថាខ្លីរបស់ខ្ញុំកណាអាត្មាភាពមានប្រមាណប៉ុណ្ណឹងចូលរួមក្នុងបុណ្យសពលោកគង់សម្បត្តិបងណាហើយជាកិច្ចចូលរួមមរណទុក្ខរបស់ម្ចាស់ដើមទានមានប្រមាណប៉ុណ្ណឹងលើលោកខ្វះខាតសូមអធិស្ឋានហើយនឹងសូមបញ្ចប់ពធតែប៉ុណ្ណេះឯងអេវ៉ាំងប្រាក់បូជាពធទាំងអស់បាន180,000ថែមទៀតថែមបានក៏ប៉ុណ្្នឹងទៅហើយចូលបុណ្យជាមួយសាមណេរសម្បត្តិបញ្ញាវុធីណាក្នុងការរៀបចំបុណ្យញោមទៅថ្ងៃស្អែកទៀតណាចូលរួមបានប៉ុណ្ណឹងក៏សូមអនុមោទនាខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូព្រះភិក្ខុវជារៈបញ្ញាសាងសុជាជាទីគោរពហើយខ្ញុំកណ្ណាក៏សូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងហើយជាបន្តទៅទៀតសូមធ្វើការគោរពរាប់អានចំពោះបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកក្នុងពិធីបុណ្យផ្កានាល្ងាចនេះដើម្បីជាកិច្ចចាប់ផ្ដើមនៅកម្មវិធីបុណ្យផ្កានាល្ងាចនេះសូមគោរពនិមន្តលោកម្ចាស់សីលវន្តាចារ្យចំអៃទាំងដែលជាព្រះគ្រូចារ្យអធិការប្រចាំវត្តដីដើមមន្តដើម្បីថ្លែងសង្ឃថាដូចតទៅសូមអនុមោទនាច
ចឹងជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃព្រះត្រៃរតន៍និងសូមធ្វើការនមស្ការចំពោះលោកម្ចាស់គ្រូដែលជាគ្រូរបស់ខ្ញុំកណាទាំងឡាយនិងធ្វើការគោរពរាប់អានចំពោះកណាគ្រប់ព្រះអង្គដែលបាននិមន្តមកចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់នៅក្នុងឱកាសវេលានេះនិងសូមធ្វើការចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលជាសិក្ខាកាមជាអ្នកសិក្សាព្រះធម៌នៅក្នុងសាលាព្រះសមណគោតមជារៀងរាល់ឆ្នាំថ្ងៃនេះគឺជាថ្ងៃមួយដែលយើងហៅថាជាបុណ្យការប្រាក់សាមគ្គីដែលកើតឡើងអំពីសទ្ធារបស់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយអញ្ចឹងគឺខ្ញុំកណាអាត្មាភាពឡើងមកនេះគ្រាន់តែរៀបរាប់អំពីកិច្ចការងារខ្លះដែលតកតងទៅនឹងការងារសាងសង់ទីវត្តអារាមដែលលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់បានឃើញសភាពជាក់ស្ដែងទាំងអស់គ្នាហើយក៏ញាតិញោមមួយចំនួនក៏ប្លែកចិត្តគិតថាក៏ស្អាងច្រើនយ៉ាងនេះបានលុយពីណាអញ្ចឹងចេះតែឆ្ងល់ហើយស្មារភាពក៏នឹងឡើងមកនេះដើម្បីបញ្ជាក់ឲ្យបានច្បាស់កុំឲ្យការសង្ស័យក៏កុំឲ្យងឿងឆ្ងល់នៅក្នុងកិច្ចការសាងសង់ពីព្រោះរយៈកាលមិនទាន់ដល់មួយឆ្នាំផងញាតិញោមខ្លះក៏មានការប្លែកចិត្តហើយក៏តែងតែសាកសួរនៅខ្ញុំបកណាអាត្មាភាពផងសាកសួរនៅញាតិញោមដែលធ្លាប់ស្គាល់ផងចឹងគ្រាន់តែជាលឺតគ្នាទៅខ្ញុំកណាអាត្មាភាពក៏ចេះតែនៅក្នុងចិត្តខ្លួនឯងនឹកឃើញតែថ្ងៃនេះគឺជាថ្ងៃមួយដែលលោកម្ចាស់គ្រូបានផ្ដល់កិត្តិយសដ៏ធំធេងសម្រាប់វត្តក្តីដើមក៏ដូចជាព្រះករណាក៏ដូចជាខ្ញុំបកណាផ្ទាល់ដែលជាម្ចាស់ទឹកដីនេះដោយលោកម្ចាស់គ្រូក៏បានការអនុញ្ញាតនិមន្តមកទទួលនៅការសម្ដែងធម៌នៅក្នុងបុណ្យផ្កាប្រាក់សាមគ្គីនេះចឹងសមិទ្ធផលដែលកើតឡើងអំពីសទ្ធារបស់ពុទ្ធបរិស័ទញាតិញោមពុទ្ធបរិស័ទទាំងឡាយក៏បានឃើញបានដឹងថាកុំឲ្យងឿងឆ្ងល់ទៀតញាតិញោមណាព្រោះថាការសាងសង់នេះស្មារភាពក៏នៅបញ្ជាក់ហើយក៏ឲ្យញាតិញោមដឹងថាមិនមានបុគ្គលណាមួយដែលជាអ្នកចេញមុខកស្អាងឬក៏មានឯកឧត្តមឬលោកជំទាវឬក៏អ្នកមានណាមួយទេគឺថាការចាត់ចែងរបស់លោកអម្ចាស់គណៈកម្មការហើយក៏មិនមានលុយអីសម្រាប់តម្កល់កស្អាងដែរញាតិញោមប៉ុន្តែក៏ធម្មតាវត្តត្រូវការអភិវឌ្ឍដើម្បីឲ្យคล้ายទៅជាកន្លែងរមណីយដ្ឋានសម្រាប់ញាតិញោមប្រជាពុទ្ធបរិស័ទសម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គដែលចូលមកដើម្បីជ្រកនៅក្រោមម្លប់នៃព្រះធម៌ដើម្បីជ្រកនៅក្រោមម្លប់នៃព្រះរតនត្រ័យឲ្យវាមានភាពសមជាកន្លែងធ្វើសក្ការៈបូជាចំពោះព្រះដ៏មានព្រះភិក្ខដូច្នេះទៅក៏គណៈកម្មការយើងដែលមានឧបាសកម៉ៅរឿងជាបឋមប្រធានជាប្រធាននៅក្នុងគណៈកម្មការសាងសង់នេះហើយក៏បញ្ជាក់ញាតិញោមតិចដែរព្រោះឧបាសកម៉ៅរឿងនេះគាត់ពីមុនមកក៏មិនធ្លាប់គណៈកម្មការវត្តក្តីដើមនឹងដែររហូតស្មារភាពបួសជាង10ឆ្នាំហើយក៏មិនធ្លាប់ធ្វើជាគណៈកម្មការនៅក្នុងវត្តក្តីដើមនេះដែរទើបតែរយៈកាលក្រោយមកនៅរយៈកាលមុនកាន់បិណ្ឌនេះដោយឃើញសភាពថាសាងសង់មិនលឿនហើយនឹកឃើញថាគាត់ក៏ធ្លាប់ជ្រកនៅក្រោមម្លប់នៃព្រះពុទ្ធសាសនានេះធ្លាប់បួសធ្លាប់រៀនក៏ការដឹងគុណរបស់គ្រូដែលធ្លាប់ឲ្យអាវាតល្អពីមុនមកក៏នឹកឃើញថាគាត់ក៏សុំខ្លួនធ្វើជាគណៈកម្មការហើយក៏សុំខ្លួននោះមិនមែនការអនុញ្ញាតពីខ្ញុំបកណាអាត្មាភាពផ្ទាល់ហើយក៏មិនមានការអនុញ្ញាតពីព្រះសង្ឃដែរគឺសមរភាពអំពីវិជាពុទ្ធបរិស័ទគ្រប់ទីកន្លែងជាពិសេសគឺចំណុះជើងវត្តទាំងមូលនេះដែលបានផ្ដល់នៅអត្តភាពនោះដោយការចាប់ឆ្នោតចឹងបន្ទាប់ពីការចាប់ឆ្នោតហើយឧបាសកម៉ៅរឿងត្រឹមតែជាអនុប្រធានទេដោយសារញោមនោះញោមឧបាសិកាមុតឈិនជាប្រធានហើយគាត់ក៏មានការចាស់ទៅហើយមិនអាចនឹង
ធ្វើជាប្រធានបានក៏លោកមេឃុំក៏បានផ្ដល់អត្ថភាពឲ្យបាសកមករឿងនេះធ្វើជាប្រធានដើម្បីចាត់ចែងក្នុងការសាងសង់ទីវត្តអារាមទាំងមូលនេះហើយក៏មិនមានលុយមានកាក់អីច្រើនថាមានអ្នកណាជួយដែរគាត់តែគាត់ស្គាល់គេសុំគេញាតញោម1ការ៉េ2ការ៉េអីចឹងដែរអញ្ចឹងគឺនេះសភាពជាក់ស្ដែងហើយញាតិញោមព្រោះថាអត់មានអ្នកណាមួយជាបុគ្គលដែលចូលមកធ្វើតែឯងហើយមានលុយមកពីណាចេះតែឆ្ងល់គឺអត់មានទេញាតិញោមដោយសារគាត់ចាត់ចែងនៅគឺនៅទីវត្តអារាមវាជារឿងធម្មតាញាតិញោមសទ្ធារបស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់នឹងឯងជាអ្នកចូលរួម1ការ៉េទៅ2ការ៉េទៅតាមធនធានដែលញាតិញោមមាននឹងឯងនេះជាការលើកឡើងមកកុំឲ្យញាតិញោមក៏ដូចជាបកណាគ្រប់ព្រះអង្គចេះតែឆ្ងល់នេះញាតិញោមអញ្ចឹងក៏ដូចជាព្រះអង្គគ្រូញាតិញោមទាំងអស់គ្នាអញ្ចឹងអាត្មាភាពក្នុងកណ្ដាលអាត្មាភាពក៏គ្មានរឿងរ៉ាវអីច្រើននឹងរៀបរាប់គ្រាន់តែជាការដោះនៅបញ្ហាផ្សេងដែលញាតិញោមចេះតែងើងឆ្ងល់ហើយបន្ទាប់ពីនេះខ្ញុំកណ្ដាលនងប្រម៉ែប្រមូលនៅកងការមហាកុសលទាំងឡាយដែលកើតអំពីធម្មទានក្តីអមិសទានក្តីដោយការស្ដាប់ពធក្តីដោយការសម្ដែងពធក្តីក៏ដូចជាជំនួសមកឲ្យញាតិញោមស្រុកស្ទងទាំងមូលដែលជាសិក្ខាកាមក៏ដូចជាសិស្សសាលាព្រះសមណគោតមទាំងអស់នេះក៏ប្រម៉ែប្រមូលនៅបុណ្យកុសលទាំងឡាយដែលគាត់ខំសន្សំក្តីប្រសងដែលនៅទីនេះខំសន្សំក្តីក៏សូមប្រគេនដល់លោកម្ចាស់គ្រូសូមឲ្យលោកម្ចាស់គ្រូមានប្រសុខភាពសុខសប្បាយដើម្បីផ្សាយព្រះសាសនាតទៅមុខទៀតសូមអនុមោទនាសាធុទានសាធុគណៈទានងាយល្ងាចនេះនឹងគឺថាពុទ្ធបរិស័ទទាំងអស់ទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គគឺថាមានសេចក្តីសប្បាយរីករាយជាទីបំផុតហើយពុទ្ធបរិស័ទទាំងអស់ក៏ដូច្នោះដែរគឺថាឮតែម្ចាស់គ្រូនិមន្តមកគឺថាមានសេចក្តីសប្បាយរីករាយហើយអញ្ជើញមកពីទីឆ្ងាយមានមកពីខេត្តសៀមរាបក៏មានដែរគឺថាបាននាំយកនៅភេសជ្ជៈសម្រាប់ប្រគេនព្រះសង្ឃនាល្ងាចនេះឧបាសិកាមកពីសៀមរាបហើយប្រគុណម្ចាស់ក៏មកពីទីឆ្ងាយដែរដោយលើតំណែងថាលោកម្ចាស់គ្រូនិមន្តមកសម្ដែងធម៌នៅសុខស្ទងយ៉ាងនេះជាពិសេសនៅវត្តក្តីដើមយ៉ាងនេះដូច្នេះល្ងាចនេះគឺជាល្ងាចដែលយើងទាំងអស់គ្នាបានជួបព្រះភ័ក្ត្រលោកម្ចាស់គ្រូក៏ដូចជួបមុខញោមមកតាំងបាសិកាមកតាំងអមជើញមកដែរទេណាចឹងទេឮថាពុទ្ធបរិស័ទនឹងនឹកញោមឥឡូវនេះយើងទាំងអស់គ្នាសូមគោរពអញ្ជើញញោមដើម្បីនឹងរតនីជាព្រំទៀតរតនីធម៌ទេសនាដោយតទៅខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈតើសេចក្តីគោរពសូមឱកាសទុំជាគ្រូក្នុងរតនាព្រះធម៌ទេសនាចាំដើមពីនំត្រង់សំដែងធម៌ទេសនាធ្វើពុតភាំងក្រន្តយាអង្គវសា45ពំថយពំបានធូប្រយោជន៍យូអង្គបែងឆ្នាំសម្រាប់បញ្ញកម្មដល់សំស័ត្វទាំងភពត្រៃហេតុនងអីឡូវនិងយើងខ្ញុំនឹងសាទរក្រៃបបិទ្ធព្រះកុនថ្លៃសូមនិមន្តប្រទេសនា
ស្នាសូមអនុមោទនាសូមអនុមោទនាស្ដាប់ព្រះធម៌ដោយគោរពសាធុគូសប្បាយចិត្តនឹងពួកបណ្ឌិតអ្នកប្រាប់កំហុសព្រោះពុទ្ធជនអស់ទាំងស្រីប្រុសតែងតែមានខុសជារឿងធម្មតាគូចូលឲ្យចិត្តបងអោនគុណិតស្ដាប់ធម៌ទេសនាលោកព្រានប្រដៅត្រូវចេះជ្រះថ្លាទើបមានបញ្ញាប្រហារបាបបាសូមអនុមោទនាស្ដាប់នៅព្រះធម៌សូមអនុមោទនីនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធរតនំធម្មរតនំសង្ឃរតនំនមាមិសូមនមស្ការថ្វាយបង្គំចំពោះគុណកៅទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពសូមធ្វើនៅសេចក្តីគោរពរាប់អានព្រះអង្គគ្រូចារិកាវត្តដីដើមថេរាធេរៈគ្រប់ព្រះអង្គម្ដងពរញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីគ្រប់គ្នាមានលោកអាចារ្យគណៈកម្មការវត្តក្តីដើមជាដើមគណៈកម្មការសាលាសិក្សាពធបសមណៈគោតមញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានរួបរวมសាមគ្គីគ្នាក្រោមការដឹកនាំរបស់ព្រះអង្គគ្រូចារិការួមជាមួយលោកអាចារ្យគណៈកម្មការប្រកធ្វើកម្មវិធីបុណ្យការសាមគ្គីគឺដើមឡើងដោយពុទ្ធបរិស័ទចំណោះជើងវត្តក្តីដើមនិងពុទ្ធបរិស័ទដែលជាសិក្ខាកាមសិក្សាពធនៅនៃសាលាសមណៈគោតមស្ថិតនៅក្នុងស្រុកស្ទងខេត្តកំពង់ធំការដូចដើមធ្វើការងារដែលច្រើនមានការកសាងវត្តមកលើកនេះផ្លែករស់ដីដើមបានសំតែល្បីគេហៅវត្តចេតពុនណាឬគេហៅចឹងការវត្តចេតពុនលោកសិទ្ធិក្រាលមាសណែលើនេះយ៉ាងហើយក៏ក្រាលបេតុងដែរណាហ្នឹងហើយក្រំបាលឿនកន្លែងថ្មរត់តែដីចាក់មិនតាន់ពេញផងថ្ងៃណាបានចាក់បេតុងគេទេលោកអើយនឹងកម្មវិធីបុណ្យគឺប្រពធ្វើនៅថ្ងៃសុក្រ300ខែបង្គន់ឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី29ខែមីនាឆ្នាំ2013កម្មវិធីចាប់ផ្ដើមពីម៉ោង2រសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅនាឧបដ្ឋានសាលាវត្តក្តីដើមនេះធ្វើបទនមស្ការប្រាថ្នាត្រៃសមាទានសិលមិនប្រសង់ចម្រើនព្រះបរិត្តវិទៅម៉ោង4ខ្ញុំបកណាអាត្មាភាពទទួលភារៈភ្នាក់ងារជាអ្នកសម្ដែងពធទេសនាអ្នកផ្ដើមបុណ្យគឺគណៈកម្មការសាលាបសមណៈគោតមនិងពុទ្ធបរិស័ទបាសកបាសិកាស្រុកស្ទងខេត្តកំពង់ធំនេះគ្នាយើងខ្មាខានមកប្រហែលខែហ្នឹងមានស្លាប់ខ្លះដែរមិនសួរសុខសប្បាយទេសួរមានស្លាប់ខ្លះអត់មានទេច្រើនរហូតដល់គាត់ថាបើលោកឆាន់របស់អញបានបនច្រើនងាប់យល់អីចោះ
យល់អីចុះថងលោកឆាន់ហ្នឹងតាមពិតរឿងឆាន់ហ្នឹងព្រះអង្គសម្ដែងថាម៉េចបើឆាន់អត់ពិចារណាយ៉ាប់ទៀតណាលោកហ្នឹងហើយដូចយើងថ្វាយអង្គមព្រះហើយព្រះមានឆាន់ណាឥឡូវអញ្ចឹងអត់បន់ស្រាច់អីចុះតិចថាព្រះដែរឆាន់ចុះដែលដឹងថាព្រះឆាន់ដែរព្រះដែរឆាន់ទេហើយធ្វើពហិប្រកេនព្រះអង្គដែរបុគ្គលទទួលផ្ដាល់ដៃទេអត់ទេស្ដាប់ដល់អត់សូវយល់ទេអត់ឆ្លើយចុះហ្នឹងហើយប៉ិនព្រះអង្គនៅក្នុងនោះឯងធ្វើបលាំងថ្វាយព្រះអង្គមិនបលាំងថ្វាយលោកណាជាបលាំងធ្វើថ្វាយណាគេបលាំងហ៎ហើយព្រះមកទទួលផ្ដាល់ដៃពីអង្កលហើយអញ្ចឹងលេខបានបនសោះហើយចុះញាតិញោមមួយឆ្លើយងអស់គ្នាមួយញាតិញោមលឺបន្តិចអាត្មាចង់បញ្យល់ណាតែនិយាយយូរពេកអង្គុយដេកអាត្មាលើកថាតើបនច្រើនមិនជាងថាប្រកេនផ្ដាល់ដៃបនច្រើនរហូតដល់ញាតិញោមខ្លះអញ្ចឹងខ្ញុំមិនហ៊ានផ្ញើទេខ្លះអត់បានបនអញ្ចឹងអត់ធ្វើតែហ្មងយ៉ាប់បដោយអត់យល់សួរតែអាផ្ដាល់ដៃហ្នឹងបនហ្នឹងវានៅដៃហ្នឹងឯមិនថាមិនមែនទេអាផ្ដាល់ដៃហ្នឹងវាសំដែងពីយាការយកចិត្តទុកដាក់បើផ្ដាល់ដៃមែនក៏ប៉ុន្តែបើមិនយកចិត្តទុកដាក់វាមានបនមកពីណានឹងអញ្ចឹងអាត្មាឧទាហរណ៍អញ្ចេះណាឧទាហរណ៍មានប្រសង់មកបិណ្ឌបាតមកផ្ទះញាតិញោមកំពុងតែមើលបណ្ដាលក៏ផារ៉ាអូនអើយយកអីដាក់បាតលោកវ៉ៃឯងជាប់បន្តិចអញ្ចឹងហ្នឹងមួយបនមានដែរមិនថាអត់បនទេគាត់គិតប៉ុណ្ណឹងក៏បនដែរណាព្រោះចិត្តហ្នឹងវាជ្រះថ្លាដាក់បាតប្រសងហើយមួយទៀតនៅលើផ្ទះដូចគ្នាប៉ុនគាត់ឈឺចុះវាមិនបានក្នុងចិត្តគាត់ណាបើគាត់ចុះបានគាត់ចុះខ្លួនឯងហើយតែដល់តែចុះមិនរួចក៏ប្រាប់កូនអើយយកអីដាក់បាតលោកណាកូនម៉ែទៅមិនរួចទេសួរថាបនពីរអ្នកហ្នឹងណាខ្លាំងជាងហ្នឹងហើយអានេះមូលហេតុមកពីគាត់ទៅអត់រួចតែចិត្តហ្នឹងទៅអត់ទៅស្អីក៏នៅតែសម្រេចពីចិត្តដែលហើយបើទៅខ្លួនឯងមែនឧទាហរណ៍ជាប់បដាល់រត់ព្រុចទៅដាក់បាត់លោកលឿនសូត្រធម៌លឿនណាស់ជាប់ភាកនោះណាផ្ទាល់ដៃមែនប៉ុន្តែសួរថាបនច្រើនអត់មិនច្រើនទេហ្នឹងវានៅឯណែយល់អត់ថាស្អីក៏ដោយវាសម្រេចតែនៅផ្លូវចិត្តហ្នឹងផ្លូវចិត្តរត់តែចិត្តឲ្យឃើញទៅដោយព្រះអង្គទូលមានវិខមព្រះអង្គអ្នកឯងគ្រប់គ្រងតែចិត្តមួយឲ្យបានទៅអ្នកនឹងឈ្នះអ្វីគ្រប់យ៉ាងឃើញទេយល់ទេហ្នឹងហើយអញ្ចឹងមិនថាវានៅឆោតច្រើនរឿងណាញាតិញោមពុទ្ធបរិស័ទហ្នឹងកុំថាឥឡូវយើងពិនិត្យមើលអ្នកជឿឆោតអ្នកណាគឺពុទ្ធបរិស័ទហ្នឹងឯងហើយថ្ងៃមុនអាត្មានិយាយចូលវិសុបាត់បងទៅគឺពឹងឲ្យអាត្មាថាធ្វើម៉េចកុំឲ្យគេអួតរឿងស្អីពពោរិស័ទធ្វើម៉េចទៅណអាត្មាថាគ្មានធ្វើម៉េចទេបើញាតិញោមមិនព្រមសិក្សាឲ្យយល់កម្មផលច្បាស់លាស់ជួយមិនបានទេយើងទៅហាមគេមិនបានទេសម័យនេះគេហៅថាសេរីភាពជំនឿអញ្ចឹងណាសេរីភាពជំនឿគេធ្វើអីក៏បានដែរកុំឲ្យប៉ះពាល់រដ្ឋយើងទៅហាមគេមិនហាមបានទេសម័យព្រះក៏ព្រះអង្គហាមគេមិនបានតែព្រះអង្គពន្យល់ហ្នឹងហើយអញ្ចឹងបានសុំផ្ដាំទៅវិញផងអ្នកណាខឹងអាត្មានិយាយត្រង់ហ្នឹងអាត្មាបញ្យល់តែណាយល់ទេបើមិនយល់ទៅទៀតទៅគេបោកមិនតាន់អស់ចិត្តទៅទៀតទៅយល់ទេនៅនេះដែលល្បីលោកតាល្ងងដែរ3អាត្មាថាមិនមែនលោកតាល្ងងទេយាយល្ងងពីព្រោះលោកតាមិនដែលយកលុយឲ្យយាយទេយាយយកលុយឲ្យលោកតាល្ងងអាត្មាថាមិនដឹងជួយមិនទេញោមអាត្មាមិនស្ដាយទេណាលុយនឹងស្ដាយញាតិញោមតន់ធัวអត់ជឿធัวព្រះអង្គនិយាយពីរិទ្ធអំណាចសួរថាព្រះពុទ្ធឯណាដែលយករិទ្ធទៅប្រោសគេឲ្យរួចទុកមួយនោះអត់ដែលទេអត់ដែលតលទៅសោះញាតិញោមសិក្សាគម្ពីរបត្រៃបិដកមិនដែលព្រះពុទ្ធអង្គុយជប់គេឲ្យទៅជាព្រះអរហន្តអត់ដែលទេទោះបីជាក្នុងករណីខ្លះព្រះអង្គប្រើរិទ្ធក៏ប្រឹងតែបំបាក់មានះតែប៉ុណ្ណោះទេឧទាហរណ៍ដូចជាពពួកញាតិមិនព្រមស្ដាប់រឹងពេកព្រះអង្គសម្ដែងរិទ្ធឲ្យគោរពព្រះអង្គតែប៉ុណ្្នឹងឯងរួចទៅព្រះអង្គសម្ដែងធัวឃើញទេរឿងផ្ចាញ់ឧរវេលកាសបៈ
អ្នកនឹងមាននេះពេកព្រះអង្គប្រើរិទ្ធ 3,500 ម៉ាតហាទៅដល់ទៅជឿព្រះអង្គចោលរិទ្ធនឹងទៅអង្គុយនិយាយគ្នាសម្ដែងធម៌ម្ដងគ្រាន់តែឲ្យដឹងថាព្រះអង្គបានត្រាស់តែប៉ុណ្ណោះទេតែរឿងប្រុសគឺត្រូវតែប្រើតិចហើយនឹងមាត់ព្រះអង្គអត់មានស្អីសូត្របញ្ចូលកើតទេនឹងព្រះសម្មាសម្ពុទ្ធមួយជីវិតមើលកិច្ចវត្តរបស់ព្រះអង្គពេលព្រឹកបិណ្ឌបាតពេលវសៀលម្លែងធัวពេលប្រលប់ឲ្យអវត្តភិក្ខុសង្ឃពេលប្រលប់យប់ជ្រៅអត្រាតដោះទៅស្រាយប្រាថ្នាទេវតាចិត្តភ្លឺប្រមាលមើលឧបនិស្ស័យដែលត្រូវទៅប្រោសសួរថាមានពេលណាព្រះអង្គទៅជួបនរណាម្នាក់អត់មានទេមែនល្មមច្បាស់ហើយឥឡូវឧទាហរណ៍ចេះពងទេសនាអញ្ចឹងសាប់ប្រអិនមកនេះបកដៃទៅយើងជាប្រអិនណាចេញមកមើលឥឡូវទៅមើលប្រអិននៅស្ដាប់មិនជឿទេអញមិនដែលឃើញផងអញទៅមើលប្រអិនសិនហើយប្រអិនមែនទេណាឧទាហរណ៍ប្រអិនមែនទេចឹងលុយផ្សត់ភ្លើងឃីវចេញមកចឹងមកទៅមើលឥឡូវណែបើអ្នកមានទីពឹងពិតប្រកបណាដូចជាសពពុទ្ធកថៈញាតិញោមពេលដែលគាត់បានសម្រេចសោតាហើយគាត់កើតខ្លួនគាត់ដើរសុំទានគេហើយកើតខ្លួនដើរប៉ាំងពីកប្រអិនមកសាកលបងថាតើគាត់នឹងអាចងាកពីបរតនត្រ័យទៅដែរឬទេបានពេលដែលគាត់ដើរទៅវត្តហ្នឹងប្រអិនមកឈរនៅកណ្ដាលមេឃគាត់ថាបរោះទូរគតហើយបានគាត់ថាកោអេសោនណាអហង្សកោមហិយើងជាសកទេវរាជមកធ្វើអីគាត់មានភ្ញាក់ផ្អើលអីប៉ុណ្ណឹងហើយយើងមកឃើញប្រអិនអញ្ចឹងដឹងលុតក្រាបអូស្វាយជែកស្វាយអំពៅមិនទៅនឹងមនុស្សមានទីពឹងពិតប្រកបថាបនរបស់ប្រអិនគឺរបស់ប្រអិនមិនមែនរបស់យើងទេដូចយើងឃើញគេជិះឡង់គ្រីសើមានផ្អើលអីរបស់គេតាលុយរបស់គេគេទិញជិះរបស់គេហើយយើងគ្រាន់តែឃើញឡង់គ្រីសើមកថ្វាយអង្គមអញ្ចឹងអានឹងនិយាយពីមនុស្សដូចគ្នាឃើញដើរអ្នកមានវេលា4-10មានរបស់គេទៅយើងនៅជិះស៊ីក្លូធម្មតាអញ្ចឹងទៅជិះម៉ូតូធម្មតាអញ្ចឹងទៅហើយយើងជិះម៉ូតូឃើញគេជិះឡង់គេសើមទៅថ្វាយអង្គមគេមកជិះដែរនៅតែពឹងម៉ូតូយើងដែរហ្នឹងមិនអញ្ចឹងមែនអត់ហ្នឹងមានប្រពន្ធមានអីចឹងឃើញប្រពន្ធគេស្អាតជាងស្អាតតែប្រពន្ធគេទៅតែហ៊ានប្រដេះប្រដារឿងឥឡូវហ្នឹងមែនស្ដាប់យល់ដែរហ្នឹងរឿងអ្នកមានបន់ដូចគ្នាកន្លែងទេវតានុសតិលោកបញ្យល់ថាម៉េចដូចម្ដេចដែលហៅថាទេវតានុសតិរលឹកទេវតានាំឲ្យបានបន់រលឹកអញ្ចេះទេវតាហ្នឹងគេបានធ្វើបន់អីណោះគេមានសម្បត្តិទឹកគេមានអាហារទឹកគេមានអីហើយពិចារណាទៅដល់បន់ដែលនាំឲ្យបានទេវតាហ្នឹងគេមកពីគេមានទានគេមានសិលគេមានភាវនាពីជាតិមុនហើយដល់ពិចារណាទៅទានសិលភាវនាអញក៏បានធ្វើដែរដូច្នេះចំណែកដែលទេវតាមានអញក៏មានដែររឿងអីសម្បត្តិទេវតាអញមិនបានក៏កើតសេចក្តីសប្បាយចិត្តឡើងនឹងឯងគឺជាទេវតានុសតិមិនរលឹកទេវតាឲ្យទេវតាជួយទេអានេះឧទាហរណ៍ចេះញាតិញោមឧទាហរណ៍ថាគេមានឡានជិះយើងអត់តាន់មានឡានជិះក៏គិតថាតើគេបានឡានមកពីណាទៅមកពីមានលុយឡាននឹងថ្លៃប៉ុន្មានថា$50,000ស្រាប់តែមកឆែកឆេរមើលក្នុងកាបូបយើងមានដល់60,000រឿងអីអញទិញមិនបានសប្បាយចិត្តដែរឃើញទេអញ្ចឹងសប្បាយមិនមែនសប្បាយមួយឡានគេទេសប្បាយមួយលុយយើងមានដែរយ៉ាងណាមិញការរលឹកទេវតាគឺរលឹកឃើញថាគេបានស្អីបានទៅកើតទេវតាថាមានបុណ្យចាបុណ្យហ្នឹងអញមានអត់ថាអញកំពុងធ្វើអីតើសប្បាយចិត្តរឿងដែលយើងធ្វើបុណ្យនេះទេរឿងរបស់ទេវតានៅតែទេវតាជួយយើងអត់បានទេឃើញទេតរឿងសុភពុទ្ធខិតថៃនឹងតិចថាគាត់លបងមើលថាណែបរោះទូរគត់កំសត់អត់ទីពឹងបានតែឯងនិយាយតែពាក្យ3ម៉ាត់ពុទ្ធោនពុទ្ធោធម្មោនធម្មោសង្ឃោនសង្ឃោពពុទ្ធហ្នឹងមិនមែនពពុទ្ធទេពធហ្នឹងក៏คล้ายដែរប្រសងក៏គ្មានគុណអីដែរណែឯងនិយាយតែប៉ុណ្្នឹងតែឯងចង់បានអីចង់ជាពីជំងឺចង់คล้ายជាអ្នកមានឬក៏ចង់ធ្វើមន្ត្រីយើងឲ្យបានទាំងអស់ឲ្យតែថាប៉ុណ្្នឹងដឹងគាត់ថាមិនឲ្យសកៈវិញទេអន្តពាលោសៈណែជន់ពាលអបិហិថោចេញដេញសកៈចេញភ្លើមកនិយាយអីចឹងអ្នកប្រាជ្ញទាំងឡាយមានព្រះបច្ចេកពុទ្ធនិងព្រះសម្មាសម្ពុទ្ធជាដើមមិនដែលនិយាយថាអ្នកដែលមានអរិយទ្រព្យជាអ្នកក្រទេសទ្ធាតនៈសីលតនៈចាកតនៈហិរិតនៈអតបតនៈចាកតនៈនិងបញ្ញាតនៈអ្នកណាដែលមានអរិយទ្រព្យយ៉ាងនេះអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធជាដើមមិនតេះដៀលថាក្រទេ
អ្នកដែលក្រគឺក្រអរិយទ្រព្យតែអរិយទ្រព្យយើងមានអស់ហើយថយចេញទៅអ្នកកុំគិតថាចង់ឲ្យអីឲ្យយើងសូម្បីតែសិទ្ធអ្នកមកនិយាយជាមួយយើងក៏មិនតាន់មានដែរថាឲ្យប្រអិនចឹងចុះញាតិញោមបើសិនមិនបាច់ធ្វើប្រអិនទេអ្នកតាមកបញ្យល់សពថាឲ្យតែជេរប្រពុតមួយម៉ាត់ទៅឲ្យផ្ទះថ្មមួយជេរហ៎ប្រហែលចាំឧត្តមាំងកេនក្រោយហ្នឹងហ្នឹងចឹងហើយបានសកទេវរាជមិនអាចទ្រាំទ្រមួយគាត់បានហួសទៅជួបព្រះអង្គមុននេះអស្ចារ្យណាស់ព្រះអង្គទៅក្រាបទូលព្រះអង្គចឹងថាអស្ចារ្យណាស់ខ្ញុំព្រះអង្គបានលើកបកគលសម្បត្តិយ៉ាងនេះឲ្យប៉ុន្តែគាត់មិនព្រមថាបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបពិតមហារាជកុំថាឡើយរិទ្ធអំណាចប្រហែលព្រះអង្គមួយអង្គហ្នឹងទោះបីជារិទ្ធពូកែប្រហែលព្រះអង្គនឹងច្រើនអង្គុយតម្រៀបគ្នាតាំងពីឋានមនុស្សដល់ឋានទេវតាឲ្យលបងគាត់គ្រប់រឿងទាំងអស់ក៏មិនអាចបង្វិលគាត់ឲ្យលប់បានដែរពីព្រោះគាត់ជាសោតាបណ្ណបុគ្គលក្នុងលោកនេះគ្មានស្អីថ្លៃស្មើនឹងសម្បត្តិនឹងទេរឿងសំខាន់បញ្យល់ថាលមមមានបញ្ញាក្នុងការធ្វើបុណ្យអាមេរិកកាំងវាមិនដែលចេះបន់អីវាធ្វើយន្តហោះកោតទៅហើយវាទៅដល់ឋានប្រច័នដល់មើលគេមើលឯងផងយល់ទេគ្មានយល់អីម៉ាត់ហ្នឹងហើយនឹងសំដែងតាមបតីអានឹងសំដែងអញ្ចឹងណាហ្នឹងហើយប្រាប់ឲ្យថាមិនក៏បានដែរឥឡូវមិនក៏បានដែរចប់ហើយណាការរៀបរាប់មកប៉ុណ្ណេះសំគួរដល់ទៅពេលវេលាមិនចប់តែប៉ុណ្ណេះឯងអេវ៉ាំងបាទណែសូមអនុមោទនាហើយព្រះសង្ឃគង់ស្ដាប់ពធក្នុងទីនេះមាន5អង្គចាំជួយវណ្ណាព្រះសង្ឃក្នុងទីនេះផងមួយអង្គ 20000 ណា 20000 អស់ 100,000 ហើយនៅសល់ពេលនោះអាត្មាទុកដាក់ក្នុងសមាគមសិក្សារបស់ព្រះសង្ឃហើយទុកឲ្យបាសិកាតបលៃហួរកាន់នឹងគាត់តំណាងពុទ្ធបរិស័ទកពុទ្ធជួយរឿងសមាគមព្រះសង្ឃសិក្សាបាទសូមអនុមោទនាណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធហង្សរណង្កេចហាមិធម្មំសរណង្កេចហាមិសង្ឃហង្សរណង្កេចហាមិនមថរតនតិយស័កសូមនមស្ការថ្វាយបង្គំចំពោះគុណកៅទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាសពការទាំងពួងម្ដងពោញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលបានជួបជុំគ្នានៅនាគេហដ្ឋានបាសកបិចផ្សេងអញ្ចឹងផ្ទះគាត់នៅហ្នឹងណានៅក្នុងកម្មវិធីបុណ្យតេកណានុបទានប្រពសពបាសកបិចផ្សេងដែលបានចែកឋានទៅកាលពីថ្ងៃ100ខែបឋមសាទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ម៉ោង 2:03 នាទីរសៀលក្នុងជន្មាយុ91ឆ្នាំដោយជារាពាធណាឥឡូវនេះតម្កល់សពនៅលើគេហដ្ឋាននៅឡើយហើយគិតយកទៅទុកដាក់កាលថ្ងៃហ្នឹងថ្ងៃស្អែកថ្ងៃហ្នឹងបជន91ឆ្នាំណាអញ្ចឹងកូនគាត់អាយុឡើង67បាត់ទៀតហើយចាណាកូនគាត់ជាង60បាត់ដែរហ្នឹងហើយត
បន្តគ្នាណាមិនខុសពីដើមចេកទេណាដើមចេកដើមឫស្សីណាឥឡូវនេះអ្នកដើមបុណ្យគឺមានបាសកបើលួនបាសិកាពេជ្រសាខននិងកូនកូនបាសកពេជ្រសាវ័នបាសិកាប៉ាន់សរននិងកូនចៅកំព្រាកញ្ញាបូលៀបប្អូន4នាក់ណាដែលជីតារស់នៅជាមួយណានៅភូមិសាក្រងភូមិនេះណាភូមិសាក្រងឃុំសាក្រងដែរនឹងស្រុកស្ទូងខេត្តកំពង់ធំបុណ្យថ្ងៃនេះមានឈ្មោះហៅច្រើនអ្នកដែលចូលរួមបុណ្យណាបុណ្យសពជាងកាលហៅថាបុណ្យញាតិញោមពុទ្ធបរិស័ទដែលមកចូលរួមកម្មវិធីបុណ្យហ្នឹងហៅថាចូលរួមរំលែកមរណទុក្ខណាអញ្ចឹងណាញៀវដែលបានចូលរួមទាំងអស់គ្នាហ្នឹងតាមពាក្យដែលយើងធ្លាប់ហៅមកហៅថាចូលរួមរំលែកមរណទុក្ខតាមពិតមរណទុក្ខដែលយើងរំលែកនោះមិនមែនរំលែកទុក្ខអ្នកដែលស្លាប់ទេគឺរំលែកទុក្ខញាតិដែលរស់នៅដែលកំពុងតែខ្វល់ខ្វាយក្នុងការងារបុណ្យកុសលនឹងទុក្ខរបស់ញាតិនឹងមាន2ម្យ៉ាងគឺទុក្ខព្រោះការប្រត់ញាតិជាទីស្រឡាញ់ម្យ៉ាងទៀតទុក្ខលំបាកព្រោះកិច្ចការបន្ទាន់ដែលរៀបចំឡើងភ្លាមដោយមិនមានក្រងទុក្ខបុណ្យដែលគ្មានក្រងទុក្ខគឺបុណ្យសពនេះឯងណាបុណ្យដតីយើងអាចក្រងទុក្ខមួយខែមុនមួយឆ្នាំមុន 2-3 ឆ្នាំមុនក៏ប៉ុន្តែមានបុណ្យមួយដែលអ្នកណាមិនអាចត្រៀមទុកបានទេគឺបុណ្យសពនេះឯងនឹងចឹងយើងមើលចុះកាលពេលវេលាមនុស្សយើងម្នាក់ហ្នឹងរវល់ច្រើនណាស់ដាក់ពេលវេលាធ្វើនេះធ្វើនោះទៅនេះទៅនោះសពតែគ្រប់នឹងឯងប៉ុន្តែគ្មានអ្នកណាដាក់ពេលស្លាប់ទេគ្រប់គ្នាអត់មានថាចប់ការងារនេះឲ្យខ្ញុំសុំស្លាប់ហើយជួយរៀបចំឲ្យបុណ្យខ្ញុំផងអត់មានទេណាអត់មានអ្នកណាផ្ដែផ្ដាំអញ្ចឹងទេអត់មានអញ្ចឹងការលើកឡើងនេះអាត្មាចង់និយាយថាសម្រាប់អ្នកដែលចូលរួមពិធីបុណ្យហ្នឹងសូមឲ្យនឹកឃើញថាជាបុណ្យរំលែកមរណទុក្ខអស់គ្នាអញ្ចឹងធ្វើម៉េចទៅរំលែកមរណទុក្ខហ្នឹងគឺរំលែកសេចក្តីលំបាកផ្សេងដោយមិនប្រកាន់ពេកក្នុងការចូលរួមបុណ្យកុសលនឹងអ្នកដែលអញ្ជើញមកទាំងអស់គ្នាម្ដងយើងម្ដងគេគង់មានថ្ងៃនឹងដូចគ្នាបើបុណ្យផ្សេងអ្នកខ្លះផ្ទះខ្លះមិនដែលធ្វើទេបុណ្យផ្សេងដូចជាបុណ្យកឋិនបុណ្យកតញ្ញូបុណ្យបច្ច័យ4ផ្សេងហ្នឹងអ្នកខ្លះអត់ដែលធ្វើទេផ្ទះខ្លះក៏ប៉ុន្តែផ្ទះណាមួយដែលមានអាយុកាល 30-40 ឆ្នាំហើយណាផ្ទះហ្នឹងដែលថាមិនដែលធ្វើបុណ្យសពគ្មានទេត្រូវតែមានគ្រប់តែផ្ទះពីលេងតែផ្ទះទៅតែធ្វើថ្មីអាហ្នឹងមិនតាន់មានអ្នកស្លាប់ប៉ុន្តែបើកាលណាផ្ទះហ្នឹងមានអាយុច្រើនហើយមនុស្សដែលនៅផ្ទះហ្នឹងក៏ចេះតែទៅជាបន្តការកិច្ចជៀសវាងមិនធ្វើបុណ្យសពមិនមានដូចពេលដែលនាងកេសាកោតមី
មានកូនប្រុសជាទីស្រឡាញ់ហើយស្លាប់ទៅមិនជឿថាកូនស្លាប់យំសោកបោកខ្លួនទៅដើររកគ្រូមើលគ្រូពេទ្យណាក៏ប្រាប់ថាកូននាងស្លាប់ហើយនាងមិនជឿកូននៅសើចកក្អាកក្អាយហើយស្រាប់តែឈឺមកផ្លេតស្លាប់អញ្ចឹងនាងមិនជឿសោះឡើយទៅជួបព្រះសម្មាសម្ពុទ្ធទៅព្រះអង្គថាតថាគតជួយបានប៉ុន្តែអ្នកនាងត្រូវទៅរកក្របស្ពៃពីផ្ទះណាដែលមិនមានអ្នកស្លាប់បើរកបានតថាគតនឹងជួយនេះនឹងក៏ដើរសួរគ្រប់តែផ្ទះប៉ុន្តែផ្ទះនៅឥណ្ឌាសម័យពីដើមគេមិនងាយបដូរទេមិនងាយផ្លាស់តនេះផ្លាស់តនោះទេធ្វើយូរធ្វើអញ្ចឹងបិទដីអីហ្នឹងសពថ្ងៃនៅតែមានអញ្ចឹងធ្វើចាស់ទៅបិទដីថែមចាស់ទៅបិទដីថែមអញ្ចឹងយ៉ាងធ្វើពីដីហ្នឹងចន់ដីស្អិតចឹងទៅហើយលាយជាមួយច្បើងជាមួយអីទៅណាប្រេះតណាបិទតនឹងចឹងផ្ទះមួយហ្នឹងអាយុយូរអញ្ចឹងទៅដើរសួរផ្ទះណាថាមានក្របល្ងក្របស្ពៃហ្នឹងទេថាមានខ្ញុំសុំបន្តិចមកធ្វើថ្នាំប៉ុន្តែសួរថាផ្ទះហ្នឹងធ្លាប់មានមនុស្សស្លាប់ទេពុកខ្ញុំទៅតែស្លាប់ខែមុននោះថាកូនខ្ញុំទៅតែស្លាប់ឆ្នាំមុន10ឆ្នាំមុនហ្នឹងប្រពន្ធខ្ញុំស្លាប់ដែរដើរទាំងពីចុងភូមិទៅដល់ដើមភូមិពីដើមភូមិដល់ចុងភូមិពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយដើរយូរទៅកូននឹងចេះតែហើមទៅកូនដែលបីនឹងដៃនឹងនាងក៏មានភ្ងាស្មារតីឡើងថាអូអនិច្ចតាធម៌ទុក្ខតាធម៌អនត្តាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេមិនមែនជាធម៌សម្រាប់ត្រកូលមួយក៏ទេដែរតាមពិតធម៌មិនទៀងជាទុក្ខជាអនត្តានេះគឺសម្រាប់មនុស្សសត្វព្រមទាំងទេវតាមានព្រមទាំងអស់មានភ្ងាស្មារតីចឹងទៅក៏យកកូនទៅទុកដាក់ហើយបានវិលទៅរកព្រះអង្គទៅបានបួសក្រោយមកក៏បានសម្រេចជាព្រះអរហន្តទៅដូច្នេះរឿងស្លាប់នេះអត់មានអ្នកណាកិច្ចជៀសវាងបានហើយក្នុងនាមជាពុទ្ធបរិស័ទអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនានឹងគឺថាត្រូវតែមានកម្មវិធីបុណ្យអញ្ចឹងដែលយើងធ្លាប់ធ្វើវាលែងទៅចូលសាសនាដទៃហើយអាណាមិនអាត្មាមិនធានារ៉ាប់រងទេណាគឺគេមានពិធីផ្សេងរបស់គេក៏ប៉ុន្តែសម្រាប់ពុទ្ធបរិស័ទនឹងដែលបានកាន់គោរពព្រះពុទ្ធសាសនារួមផ្សំជាមួយនឹងប្រពៃណីខ្មែរយើងតាមដែលយើងធ្វើមកនឹងវាមិនមែនតែជាពិធីក្នុងព្រះពុទ្ធសាសនាទាំងស្រុងទេពិធីបុណ្យសពនេះវាคล้ายមកជាប្រពៃណីជនជាតិខ្មែរយើងទៅហើយនៅក្នុងព្រះធម៌ព្រះអង្គសម្ដែងតែរឿងតក្ខណានុប្ទានមិនជាមានអីធំដុំទេណាឲ្យតែនឹកចំពោះអ្នកស្លាប់ទៅធ្វើតក្ខណានុប្ទានដែលបានប្រគេនទេយ្យធម៌ដល់អ្នកមានសិលឧទ្ទិសទៅចប់ហើយអត់មានពិធីអីធំដុំទេនៅក្នុងពុទ្ធសាសនាក៏ប៉ុន្តែដែលคล้ายទៅជាពិធីហែពិធីធ្វើយ៉ាងនេះយ៉ាងនោះអានឹងវាទៅជាប្រពៃណីខ្មែរយើងទៅហើយចឹងបើកាលណាយើងចោលនៅទំនៀមទម្លាប់បែបបត់ហ្នឹងចោលពីរមិនចោលតែមួយទេទី1គឺចោលពុទ្ធសាសនាទី2គឺចោលទំនៀមទម្លាប់ប្រពៃណីខ្មែរយើងផងដែរហ្នឹងប្រសិនបើយើងមិនថែរក្សាឲ្យបានល្អទៅពឹងព្រះនេះព្រះនោះអីចឹងទៅមកពីការមិនយល់ណាមិនចេះស្រឡាញ់ប្រទេសជាតិផងមិនចេះដឹងច្បាប់កម្មផលនឹងផងវាទាំងពីរយ៉ាងនឹងឯងឥឡូវអាត្មាមិននិយាយទៅដល់រឿងសាសនាអីច្រើនទេនិយាយពីពាក្យថាបុណ្យរំលែកទុក្ខណារំលែកទុក្ខណារំលែកទុក្ខនឹងតាមពិតទុក្ខរបស់មនុស្សម្នាក់គ្មានអ្នកណារំលែកបានទេណាពេលនេះហៅថាមរណៈទុក្ខទុក្ខព្រោះការបែកធ្លាយនៃខណ្ឌទុក្ខព្រោះការបាត់បង់ជីវិត
តាមពិតអ្នកស្លាប់នឹងតួបុគ្គលអ្នកស្លាប់នឹងកើតទុកតែមុនស្លាប់ទេតែស្លាប់រួចហើយរូបកាយនឹងអត់មានទុកទៀតទេណាអត់មានវេទនាសោយអារម្មណ៍ដឹងថាលំបាកដឹងថាឈឺដឹងថាអីទៀតទេអត់មានកើតទុកអីទេណាសាកសពអ្នកស្លាប់នឹងតែថាមុននឹងស្លាប់នឹងមានកើតទុក្ខវេទនាស្ទះដង្ហើមយ៉ាងណាអានឹងវាជារឿងត្រូវជួបប្រទះទាំងអស់គ្នាក៏ប៉ុន្តែឥឡូវនេះហ่ะសាកសពដែលនៅក្នុងមឈូសនៅខាងមុខជើងទាំងអស់គ្នានឹងមិនមានកើតទុកអីទេហើយក៏គ្មានស្ដាយសំណោះអាឡោះអាល័យញាតអីទៀតដែរអត់មានទេអ្នកដែលស្ដាយគឺយើងអ្នកនៅរស់ឯនេះទេអ្នកដែលខ្វល់ខ្វាយគឺយើងអ្នកនៅរស់ឯនេះទេក៏ប៉ុន្តែវិបាកកម្មដែលគាត់បានកសាងកាលពីនៅរស់នោះបានចាត់ចែងរួចជាស្រេចទៅហើយថាតើគាត់ត្រូវបានកំណើតយ៉ាងណានៅភពណាឋានណាទីណាកំណើតយ៉ាងម៉េចរូបរាងយ៉ាងម៉េចសុខទុក្ខយ៉ាងណានឹងចាត់ចែងរួចហើយណាសុខទុក្ខដែលត្រូវឲ្យគាត់បានយ៉ាងណាហ្នឹងឥឡូវបានហើយកំពុងតែបានហើយក៏ប៉ុន្តែគាត់នៅកន្លែងណាទីណាយើងអត់ដឹងតែប៉ុណ្្នឹងទេដែលថាសូន្យសោះតែម្ដងក៏មិនមែនដែរបដិសន្ធិថ្មីមានប្រកាសដល់អបាសកដែលស្លាប់នឹងហើយដូច្នេះពេលដំណើរដែលត្រូវលាចាកពីលោកនេះនឹងអត់មានអ្នកណាជួយបានទេអត់មានអ្នកណាជូនបានកូនចៅសាច់ញាតិអង្គរៈអ្នកការពារទោះបីនៅស្រុកទេសដែលមានការធានារ៉ាប់រងនឹងគឺធានារ៉ាប់រងនៅក្នុងពេលរស់ហើយនឹងក្នុងការធ្វើបុណ្យសពតែប៉ុណ្ណោះតែធានារ៉ាប់រងថាជូនដំណើរអ្នកស្លាប់នឹងទៅកើតនៅនេះកើតនៅនោះអត់មានទេគឺថាអាស្រ័យទៅលើអំពើកម្មរៀងខ្លួនច្បាស់ប្រកបញាតិញោមហើយរីឯទុកដែលយើងជួយរំលែកបានមិនមែនជួយរំលែកអ្នកស្លាប់ទេគឺរំលែកអ្នករស់ដោយដែលបាននិយាយពីបព្វភាគខាងដើមអញ្ចឹងរំលែកមួយគឺមានការកើតទុកអីចឹងទៅឃើញញាតិមិត្តបងប្អូនមកច្រើនជួយខ្នះខ្នែងអញ្ចឹងទៅវាបានធូរស្បើយដែរវាមិនកំសត់កណ្ដោចកណ្ដែងធ្វើតែម្នាក់ឯងឬក៏គ្រួសារខ្លួនឯងអត់មានអ្នកចូលរួមអញ្ចឹងទៅវាកំសត់មួយវាប្រត់ប្រាស់ញាតិទៅហើយមួយយ៉ាងទៀតដល់តែមិនមានអ្នកជ្រោមជ្រែងមិនមានអ្នកជួយវារឹតតែលំបាកចិត្តនឹងអញ្ចឹងនេះចាត់ទុកថាជាសង្ឃហធម៌ដែលពុទ្ធបរិស័ទយើងចេះរួបរួមសាមគ្គីគ្នាជាទំនៀមល្អទម្លាប់ល្អធ្វើឲ្យកូនចៅចំនួនក្រោយនឹងយកតម្រាប់តាមហើយក៏មានសេចក្តីសង្ឃឹមនៅក្នុងជីវិតនឹងផងដែរថាអូឪពុកអញជាដូនអញគាត់ទៅវត្តទៅវាតែទីបំផុតទៅបើទោះជាថាមិនដឹងថាអនាគតជាតិរបស់គាត់យ៉ាងណាប៉ុន្តែពេលដែលគាត់ស្លាប់ទៅញាតិមិត្តរបស់គាត់ដែលទៅវត្តវាជាមួយគ្នានឹងចេះជ្រោមជ្រែងចេះជួយមិនចាំបាច់ហៅផងក៏អញ្ជើញមកនឹងឯងដែលធ្វើជាគំរូល្អដល់កូនប្រុសស្រីក្នុងតកូលណាហើយបើថាពេលដែលលាចាកលោកនេះទៅអត់មានអ្នកមកជួយអ្នកមកអើតអីអានឹងអស់សង្ឃឹមដែរមិនដឹងថាទៅធ្វើអីវត្តណារឿងហ្នឹងក៏ពាក់ព័ន្ធជាមួយប្រសង់យើងផងដែរជាពិសេសគឺអ្នកដែលមានកិត្តិយសល្បីឬជាអធិការឬក៏លោកអាចារ្យតាមវត្តអីចឹងគឺថាត្រូវខ្នះខ្នែងក៏មិនចាំបាច់ទល់តែគេអញ្ជើញជាមុខជាមាត់